ដឹងមុនការពារបានភាគអ្នកមានមេរោគ HIV ជាមួយសភាពជំងឺ Metabolic សួស្តីបងប្អូនដឹងមុនការពារបានឥឡូវនេះខ្ញុំសូមនាំមកដល់ប្រធានបទស្តីពីសភាពជំងឺ Metabolic សភាពនេះអាចបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃជាច្រើនសម្រាប់អ្នកមានមេរោគ HIV ដែលធ្វើឲ្យការព្យាបាលកាន់តែមានសភាពស្មុគស្មាញកាន់តែខ្លាំងដូច្នេះសារៈសំខាន់ខ្លាំងណាស់ដែលអ្នកមានមេរោគ HIV ត្រូវជៀសវាងការកើតមានសភាពនេះដើម្បីឲ្យយើងស្គាល់សភាពនេះបានច្បាស់ជាងមុនយើងទៅស្វែងយល់រួមគ្នាឥឡូវនេះសភាពជំងឺ Metabolic ឬជំងឺដុំពោះដែលយើងធ្លាប់បានឮនឹងនាំទៅសង្កត់សភាពជំងឺទឹកនោមផ្អែមប្រភេទទី2ជំងឺសម្ពាធឈាមខ្ពស់ជំងឺខ្លាញ់កើនៅក្នុងថ្លើមជំងឺសរសៃឈាមខួរក្បាលនិងជំងឺសរសៃឈាមបេះដូងហើយនៅពេលប្រៀបធៀបទិន្នន័យរវាងមនុស្សធម្មតានិងអ្នកមានមេរោគ HIV បានរកឃើញថាអ្នកមានមេរោគ HIV មានឱកាសកើតសភាពជំងឺ Metabolic ញឹកញាប់ជាងមនុស្សធម្មតានៅវ័យដូចគ្នាកត្តាសំខាន់ដែលបណ្ដាលឲ្យកើតសភាពជំងឺ Metabolic នៅក្នុងអ្នកមានមេរោគ HIV មានដូចជាកត្តាទី1អ្នកមានមេរោគ HIV ដែលផឹកថ្នាំប្រឆាំង HIV យ៉ាងស្ទាត់ស្ទើរជារៀងរាល់ថ្ងៃនិងមានកម្រិតវីរុសក្នុងឈាមទាបនិងមានអាយុវែងស្មើនឹងអ្នកមិនមានមេរោគ HIV នេះធ្វើឲ្យមានការរកឃើញសភាពជំងឺមិនតាក់ទងនឹងការឆ្លងមេរោគ HIV ច្រើនឡើងដូចជាទឹកនោមផ្អែមសម្ពាធឈាមខ្ពស់ខ្លាញ់ក្នុងឈាមខ្ពស់និងទម្ងន់ច្រើនកត្តាទី2ភេទភាគច្រើនឃើញនៅក្នុងស្ត្រីច្រើនជាងបុរសកត្តាទី3អាយុដែលកាន់តែចាស់កត្តាទី4ទម្ងន់ខ្លួនកើនឡើងកត្តាទាំង4នេះគឺជាអត្ថេដ៏សំខាន់ដែលធ្វើឲ្យអ្នកមានមេរោគ HIV មានហានិភ័យនិងសភាពជំងឺ Metabolic សម្រាប់លក្ខណៈវិនិច្ឆ័យសភាពជំងឺ Metabolic នៅក្នុងអ្នកមានមេរោគ HIV មានចំនួន5ចំណុចដូចខាងក្រោមចំណុចទី1អ្នកដែលមានសភាពដុំពោះមានរង្វង់ចង្កេះធំដោយស្ត្រីមានស្តង់ដារច្រើនជាង80សង់ទីម៉ែត្រនិងបុរសមានច្រើនជាង90សង់ទីម៉ែត្រចំណុចទី2អ្នកដែលមានកម្រិតស្ករនៅក្នុងឈាមពេលអត់អាហារច្រើនជាង110មីលីក្រាមក្នុង1ដេស៊ីលីត្រចំណុចទី3អ្នកដែលមានសម្ពាធឈាមខ្ពស់ជាង130លើ85មីលីម៉ែត្រព្រិលចំណុចទី4អ្នកដែលមានកម្រិតខ្លាញ់ត្រីក្លីសេរីតខ្លាញ់អាក្រក់ខ្ពស់លើស150មីលីក្រាមក្នុង1ដេស៊ីលីត្រចំណុចទី5អ្នកដែលមានកម្រិតខ្លាញ់ HDL ខ្លាញ់ល្អទាបដោយសម្រាប់បុរសកម្រិតតិចជាង40មីលីក្រាមក្នុង1ដេស៊ីលីត្រនិងសម្រាប់ស្ត្រីកម្រិតតិចជាង50មីលីក្រាមក្នុង1ដេស៊ីលីត្រប្រសិនបើអ្នកមានមេរោគ HIV ដែលមានលក្ខណៈវិនិច្ឆ័យយ៉ាងតិច3ចំណុចនឹងត្រូវបានចាត់ទុកថាមានសភាពជំងឺ Metabolic សម្រាប់វិធីសាស្ត្រដោះស្រាយសភាពជំងឺ Metabolic នៅក្នុងអ្នកមានមេរោគ HIV គឺណែនាំឲ្យផ្លាស់ប្ដូរនីតិវិធីក្នុងការបរិភោគអាហារគួរបរិភោគអាហារផ្ដល់សារជាតិកុំផ្ដោតលើសត្វចិញ្ចឹមផ្លែឈើម្សៅអាហារមិនមានខ្លាញ់និងសារធាតុចម្អិនឲ្យស្រោចគួរប្រើប្រាស់អាហារដែលអំបិលស្ករនិងខ្លាញ់តិចធ្វើការហាត់ប្រាណស្រោចស្រាលជាប្រចាំគួរជៀសវាងការជក់បារីបន្ថយការផឹកស្រានិងគ្រប់គ្រងទម្ងន់ខ្លួនឯងផងដែរគឺជាការសំខាន់បំផុតក្នុងការចូលដល់ដំណើរបន្តសម្រាប់អ្នកមានមេរោគ HIV ដែលមិនមានលក្ខណៈសម្បត្តិកើតសភាពជំងឺ Metabolic ក៏មិនគួរឲ្យធ្វេសប្រហែសដែរប្រសិនបើយើងមានកត្តាហានិភ័យគួរតែថែរក្សារូបរាងឲ្យបានទៀងទាត់ធ្វើការពិនិត្យឈាមដើម្បីតាមដានកម្រិតស្ករខ្លាញ់និងវាស់សម្ពាធឈាមយ៉ាងតិចម្ដងក្នុង1ឆ្នាំសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមឬសម្ពាធឈាមខ្ពស់គួរទទួលការព្យាបាលតាមការណែនាំរបស់វេជ្ជបណ្ឌិតក្រៅពីនេះអ្នកដែលមានសភាពខ្លាញ់កើនក្នុងថ្លើមដែលត្រូវបានរកឃើញថាមានអេនស៊ីមថ្លើមខុសប្រក្រតីដោយមិនមកពីវីរុសកាឡៃអាក្រក់ឬការផឹកស្រាការបន្ថយទម្ងន់ 10% នៃទម្ងន់ដើមអាចបន្ថយការអាក្រក់នៃថ្លើមបានក្រោយពីស្ដាប់ព័ត៌មានរួចមកនឹងត្រូវធ្វើការត្រួតពិនិត្យផ្ទៃពោះរបស់យើងទាំងនេះដើម្បីដឹងថាមានហានិភ័យដូចបានលើកឡើងឬអត់នេះគឺដើម្បីជៀសវាងហានិភ័យនៃសភាពជំងឺ Metabolic ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងនៅអនាគតដើម្បីគុណភាពជីវិតល្អសម្រាប់ពួកយើងគ្រប់គ្នាសម្រាប់ថ្ងៃនេះខ្ញុំសូមលាចេញមុនសួស្តី